đây đó cái này là ngày cho một videoថ្មីរបស់ខ្ញុំទៀតហើយចានេះគឺជាវីដេអូដែលខ្ញុំនឹងរៀបទៅរតនគិរីហ្នឹងហើយហ្នឹងហើយខ្ញុំនៅបៃលិនប៉ុន្តែឥឡូវគឺខ្ញុំមកគេងនៅបាត់ដំបងមួយយប់សិនហើយបន្ទាប់មកស្អែកឡើងបានឡើងទៅពេញហើយទៅរតនគិរីចាហ្នឹងហើយឥឡូវគឺយើង make up ចាហើយនិយាយទៅគឺយើងទៅលេង2ថ្ងៃប៉ុន្តែគាត់ទៅធ្វើដំណើរក៏2ថ្ងៃដែរអញ្ចឹងរយៈពេលយូរចាហ្នឹងហើយអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាអរគុណហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងហើយយើងរៀបឡើងឡានទៅភ្នំពេញចាហ្នឹងហើយនិយាយទៅគឺការស្លៀកពាក់របស់ខ្ញុំការដើរលេងហ្នឹងគឺសាមញ្ញមែនតើអ្នកនរគ្នាគឺសាមញ្ញបំផុតចាគឺមានតែប៉ុណ្្នឹងឯងហើយ make up គឺធម្មតាយើងមកដល់ពេញហើយម្ដងមិញហ្នឹងហើយឥឡូវគឺយើងមកគេងស្ថានភាពហើយឥឡូវគឺរៀបចេញទៅទិញអីតិចហើយទៅញ៉ាំអីតិចហើយយើងត្រឡប់មកវិញដល់ពេលស្អែកឡើងបានយើងចាប់ផ្ដើមទៅរតនគិរីអញ្ចឹងកុំភ្លេចទស្សនាដល់គ្នា Let's go Alright, I'm ready now, I ain't going ហ្នឹងហើយអ្នកនរគ្នាឥឡូវគឺយើងត្រៀមទៅដើរលេងហើយយើងទៅញ៉ាំអីតិចតួចតែមកយើងមកវិញយើងគេងចាឥឡូវនៅមុខនេះគឺយើងមកផ្សារអូឡាំផ្សារមកញ៉ាំអីហើយមកទិញអីតិចតួចហើយយើងទៅបន្ទប់វិញហ្នឹងហើយអ្នកនរគ្នាឥឡូវគឺយើងនៅលើឡានរៀបទៅរតនគិរីហ្នឹងហើយឥឡូវគឺយើងកំពុងរៀបទៅហើយនិយាយទៅគឺទៅ direct តែម្ដងហ្នឹងហើយអ្នកនរគ្នាឥឡូវគឺចិត្តដល់រតនគិរីហើយប៉ុន្តែពីមកគ្នាមកថតរូបកន្លែងហ្នឹងចាគាត់ប៉ុន្តែអត់ចាំ
គឺយើងមកដល់កន្លែងទឹកជ្រោះបូស្តាហើយអូយអ្នកនរគ្នាសាមែនតើប៉ុន្តែទឹកវារៀងកាហ្វេតិចងួយអត់ការទេហ្នឹងហើយប៉ុន្តែទិដ្ឋភាពវិញគឺកប់សេរីតែម្ដងអ្នកនរគ្នាអូឡើង fresh ហ្មងណានេះលេខក្រុមហ៊ុនស្មានេះហ្នឹងហើយលឺទឹកហោហ្នឹងហើយនេះក៏កន្លែងទឹកជ្រោះបូស្រាប៉ុន្តែដោយសារមេឃភ្លៀងដល់ហើយទៅទឹកវារៀងល្អក់វាដូចកាហ្វេទឹកដោះគោអញ្ចឹងអើយចាអ្នកទាំងអស់គ្នា vlog របស់ខ្ញុំគឺចប់តែប៉ុណ្្នឹងឯងហើយបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចជួយ subscribe like ហើយ comment នៅខាងក្រោមផងណាអរគុណបាយបាយ